ចាសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកសូមបង្ហាញទៅតាមកម្មវិធីថ្នាក់បឋមទៅតាមការត្រឡប់ឈ្មោះសិស្សអញ្ចឹងយើងឃើញថាកម្មវិធីថ្នាក់បឋមរបស់លោកគ្រូអ្នកគ្រូភាគច្រើនគឺឃើញឈ្មោះសិស្សនោះមិនថាឈ្មោះបូកនឹងតកូលប៉ុន្តែឥឡូវយើងត្រឡប់ចូលមកត្រឡប់ទៅតាមចាតកូលមកឈ្មោះវិញអញ្ចឹងដើម្បីចូលមុខងារត្រឡប់នេះបានចាសូមលោកគ្រូអ្នកគ្រូចូលកម្មវិធីថ្នាក់បឋមចំណងថ្មីចារួចមកគឺយើងទៅលើមុខងារចាកន្លែង account គ្រូបរិញ្ញាចាបន្ទាប់មកគឺយើងយកពាក្យថាគ្រប់គ្រងសិស្សចាអញ្ចឹងយើងឃើញថានេះឈ្មោះសិតតែឈ្មោះសិស្សប៉ុន្តែបានន័យថាឈ្មោះសិស្សទាំងអស់នេះគឺបានន័យថាឈ្មោះបូកនឹងតកូលចាសិតតែឈ្មោះបូកតកូលអញ្ចឹងយើងចង់បានឈ្មោះសិស្សជាតកូលបូកនឹងឈ្មោះវិញអញ្ចឹងលោកគ្រូអ្នកគ្រូចាចូលមកមុខងារកន្លែងនេះមកអ្នកកន្លែងសញ្ញាព្រួយទៅមកយើងចុចទៅលើកន្លែងហ្នឹងចាយើង select តាជ្រើសរើសពាក្យទាំងអស់មកព្រោះយើងត្រូវបដូរឡើងវិញទាំងអស់ចាអញ្ចឹងយើងរួចយើងចុចពាក្យថាបដូរចាអញ្ចឹងគ្រាន់តែចុចមុខងារប៉ុណ្ណឹងចាជាការស្រេចអញ្ចឹងយើងឃើញថានេះបដូរពីឈ្មោះមកតកូលឥឡូវចេញពីតកូលមកឈ្មោះវិញអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេចាសូមអរគុណច្រើន